របៀបថែទាំសុខភាពមាត់ធ្មេញត្រូវដុសធ្មេញប៉ុន្មានដងក្នុងមួយថ្ងៃនិងរយៈពេលប៉ុន្មាន 1. ត្រូវដុសធ្មេញ2 ដងក្នុងមួយថ្ងៃដុសពេលព្រឹកពេលភ្ញាក់ពីគេងនិងពេលយប់មុនពេលចូលគេងគឺ2 ម៉ោងក្រោយអាហារល្ងាច 2. ដុសម្ដងពី2ទៅ3នាទីដុសយូរពេកអាចបណ្ដាលឲ្យសឹកអញ្ចាញនិងសឹកស្រទាប់ក្រៅនៃធ្មេញរបៀបដុសសម្អាតធ្មេញ 1. ដុសឲ្យបានសព្វគ្រប់ផ្ទៃរបស់ធ្មេញគឺផ្ទៃខាងក្រៅផ្ទៃខាងក្នុងផ្ទៃលើនិងផ្ទៃក្រោម 2. ដុសតំបន់ផ្គាមទាល់ទាំង4ដោយយកចិត្តទុកដាក់បំផុត 3. ដុសអញ្ចាញផ្ទៃខាងក្នុងផ្ទៃខាងក្រៅទាំងក្រអូមនិងក្រោមអណ្ដាត 4. ដុសអណ្ដាតថ្នមៗដោយប្រើច្រាសទន់ៗ 5. ចាក់និងផ្លោះធ្មេញថ្នមៗក្រោយអាហារគ្រប់ពេលបើអ្នកមិនផ្លោះលោកអ្នកអាចពុកធ្មេញត្រង់ចន្លោះធ្មេញនីមួយៗបើលោកអ្នកមិនចាក់ទៀងទាត់ទេលោកអ្នកងាយនឹងមានជំងឺស្រុតឬខើចអញ្ចាញ 6. ខ្ពុលលាងមាត់ខ្លាំងៗដើម្បីឲ្យទឹករត់ចេញចូលចន្លោះធ្មេញបានសព្វខ្ពុលលាងបំពង់កគឺងើយឡើងលើដើម្បីឲ្យជ្រះគល់អណ្ដាតនិងបំពង់ក 7. ចុងក្រោយគេគឺដុសធ្មេញនិងអញ្ចាញដោយប្រើម្រាមដៃសង្កត់លើអញ្ចាញនិងគល់ធ្មេញកុំឲ្យមានអាហារកប់នៅក្នុងនឹងអំពីច្រាសដុសធ្មេញ 1. ត្រូវប្រើច្រាសស្ងួតកុំដាក់ទឹកកុំឲ្យសាបថ្នាំច្រាសស្ងួតភ្ញូចឲ្យចេញទឹកមាត់អាចលាងសម្អាតក្រពេញទឹកមាត់ជួយបន្សាបអាស៊ីតពុកធ្មេញជួយបន្សាបក្លិនជួយកុំឲ្យស្ងួតមាត់និងស្ងួតបំពង់កនិងជួយរំលាយអាហារបានល្អ 2. ប្រើច្រាស2ផ្សេងគ្នាពេលព្រឹកប្រើច្រាស1ដុសរួចលាងទឹកឲ្យស្អាតហើយត្រាំក្នុងទឹកអំបិលល្ងាចឡើងលាងអំបិលឲ្យស្អាតរួចសម្ងួតទុកដុសនៅព្រឹកស្អែកទៀតពេលល្ងាចប្រើច្រាស1ទៀតរួចដុសលាងទឹកឲ្យស្អាតហើយត្រាំក្នុងទឹកអំបិលព្រឹកឡើងលាងអំបិលឲ្យស្អាតរួចសម្ងួតទុកដុសនៅពេលល្ងាច 3. លាងកែវដែលយើងដាក់ច្រាសឲ្យបានញឹកញាប់ 4. កុំដាក់ច្រាសចូលកែវតែមួយជាមួយនឹងច្រាសរបស់សមាជិកផ្សេងទៀតព្រោះវានាំឲ្យឆ្លងមេរោគពីគ្នាទៅវិញទៅមកដូចជាមេរោគកាមរោគខ្លះដែលឆ្លងតាមរយៈការថើបមេរោគរលាកបំពង់កឬរលាកអញ្ចាញអណ្ដាតឬមេរោគក្លិនមាត់ការសម្អាតក្រោយអាហារ 1. រាល់ការញ៉ាំអាហាររួចត្រូវចាក់ធ្មេញផ្លោះធ្មេញខ្ពុលលាងមាត់លាងបំពង់កបើអាចគួរខ្ពុលមាត់និងយកម្រាមដៃដុសអញ្ចាញនិងគល់ធ្មេញឲ្យស្អាតបើមិនធ្វើដូច្នេះទេកុំតិចកំទីអាហារដែលជាប់ធ្មេញនិងអញ្ចាញនឹងចិញ្ចឹមមេរោគផលិតអាស៊ីតពុកធ្មេញនិងជាតិពុលជាច្រើនដែលអាចចូលក្នុងប្រព័ន្ធរំលាយអាហារពេលញ៉ាំអាហារបន្ទាប់ 2. ញ៉ាំរួចកុំដុសធ្មេញភ្លាមវាបណ្ដាលឲ្យសឹករិចរិលខ្លាំងគ្រាន់តែសម្អាតដូចខាងលើជាការស្រេច2 ម៉ោងក្រោយអាហារទើបអាចដុសបានឥរិយាបថដែលគួរជៀសវាង 1. កុំញ៉ាំបង្អែមឬភេសជ្ជៈផ្អែមលាងមាត់ក្រោយអាហារព្រោះពេលញ៉ាំអាចបណ្ដាលឲ្យលើសជាតិស្ករច្រើនជាតិផ្អែមស្អិតជាប់ធ្មេញនិងភ្នាសទាំងអស់នៅក្នុងមាត់វាបណ្ដាលឲ្យដុសមេរោគឡើងអាស៊ីតពុកធ្មេញរលាកអញ្ចាញធ្មេញរលាកមាត់រលាកថ្ពាល់និងបំពង់ក 2. កុំផឹកភេសជ្ជៈផ្អែមឬទឹកដែលមានសារធាតុបន្ថែមចន្លោះពេលអាហារទឹកបរិសុទ្ធគឺជាភេសជ្ជៈល្អជាងគេតែមួយគត់ត្រូវកាត់បន្ថយអាហារកញ្ចប់ស្ករស្រាបារីនិងអាហារដែលមានជាតិគីមីរក្សាគុណភាពមន្ទីរពហុព្យាបាលលីស្រីវីណាមានសេវាពិនិត្យសុខភាពទូទៅក្នុងមាត់ដូចជាដំបៅមហារីកប្រឈមនឹងមហារីកផ្សិតអណ្ដាតរលាកបំពង់ករលាកអញ្ចាញបញ្ហាក្លិនមាត់ក្រៅពីនោះយើងមានសេវាផ្សេងទៀតដូចជាពិនិត្យជំងឺទូទៅសម្រាប់មនុស្សចាស់និងកុមារវះកាត់ទូទៅនិងវះកាត់ដោយចោះរន្ធតូចសេវាសម្ភពនិងរោគស្ត្រីព្យាបាលជំងឺស្ត្រីកំពុងពពោះនិងស្ត្រីឈឺរ៉ាំរ៉ៃក្រោយឆ្លងទន្លេមានសេវាពិនិត្យនិងបង្ការជំងឺបេះដូងមានសេវាឆ្លុះក្រពះពោះវៀនពិនិត្យរោគមូលហេតុនិងព្យាបាលជំងឺក្រពះពោះវៀនវះកាត់ជំងឺក្រពះពោះវៀនគ្រប់ប្រភេទពិនិត្យរោគជំងឺមហារីកប្រព័ន្ធរំលាយអាហារមានសេវាថត CT scan មានសេវាថតអេកូគ្រប់ប្រភេទនិងអេកូបេះដូងមានសេវាថត X-ray មានសេវាពិនិត្យសុខភាពជាកញ្ចប់តាមតម្រូវការសេវារោគនិងព្យាបាលជំងឺកាមរោគទាំងក្នុងសរីរាង្គភេទនិងសរីរាង្គផ្សេងទៀតសេវាជូនអ្នកជំងឺទៅពេទ្យនៅក្រៅប្រទេសនិងបន្តការតាមដានជំងឺក្នុងប្រទេសសេវាចាក់វ៉ាក់សាំងគ្រប់ប្រភេទសម្រាប់កុមារនិងមនុស្សចាស់សេវាព្យាបាលជំងឺឆ្លងគ្រប់ប្រភេទមានសេវារោគនិងបង្ការជំងឺមហារីកគ្រប់មុខមានសេវាធ្វើតេស្តរោគនិងព្យាបាលមេរោគគ្រប់ប្រភេទដូចជាព្រូនសត្វល្អិតផ្សិតបាក់តេរីនិងវីរុសមានសេវាធ្វើតេស្តឈាមលាមកទឹកនោមសំណាក់ក្នុងមាត់ច្រមុះបំពង់កនិងសរីរាង្គភេទបុរសនិងស្ត្រី